យាយជីសម័យថ្មីមិនមែនសឡករីនៅបញ្ចុះចាជាតិបែនគេលោនេះជាតិបែនគេលោម៉ាក់ខលដាក់តាំងពីម៉ោង 5 កន្លះថ្ងៃនេះម៉ាក់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃធ្វើអីនោះម៉ាក់ចាក់នំផេនខេកយកទៅប្រគេនលោកចង្ហាន់ពេលព្រឹកខ្ញុំឮចាក់នំផេនខេកដំបូងចង់សើចដែរបងប្អូនអើយប៉ុន្តែគាត់ថាលោកកូនគាត់ចូលចិត្តហើយនំផេនខេកស្រួលធ្វើទៀតនេះមកកញ្ចប់មិនថារសជាតិអីទេធ្វើដូចគ្នាដាក់ពងមាន់ឬពងទាចូល2គ្រាប់ទៅដល់គោស្រស់250មីលីលីត្របងប្អូនកូរចូលគ្នាឲ្យសព្វទៅគឺយកទៅចៀនបានហើយចៀនដោយពងទាអញ្ចឹងបច្ចុប្បន្នមាន4រសជាតិបងប្អូនរសជាតិដើមរសជាតិវ៉ានីឡារសជាតិស្លឹកតើយរសជាតិសូកូឡាហើយរសជាតិថ្មីមួយទៀតគឺរសជាតិមើមយេនម៉ាក់ខ្ញុំក៏ចូលចិត្តម្ហូបអឺរ៉ុបណាស់ទុយពីម៉ាក់ក្មេកខ្ញុំចិត្តម្ហូបខ្មែរព្រឹកឡើងអញ្ចឹងក៏អត់ដឹងធ្វើអីញ៉ាំជួនកាលចៀនតែផេនខេកនឹងឯងអញ្ចឹងហើយថ្ងៃនេះក៏នឹកឃើញថាចៀនផេនខេកគេទៅប្រគេនលោកព្រោះអីកូនស្រីទៅតែចេញរសជាតិថ្មីផងគឺរសជាតិមើមយេនចង់យកទៅឲ្យលោកកូនគាត់នៅវត្តនឹងបានភ្លក់ដែររសជាតិមើមយេននេះល្អសម្រាប់សុខភាពផងហើយតម្លៃវិញគឺតម្លៃដដែលបងប្អូនមកចាប់ 15,000 ទោះបីជាម្សៅមើមយេនយកចូលមកថ្លៃក៏ដែរពួកយើងធ្វើលក់ក្នុងតម្លៃដដែលខ្ញុំឃើញម៉ាក់ខ្ញុំដំបូងចង់សើចដែរតាចៀនផេនខេកប្រគេនលោកហើយគាត់ថាមិនទៅធ្វើលើកទី1ណាការខ្ញុំនៅអាល្លឺម៉ង់ធ្លាប់ធ្វើម្ដងហើយឥឡូវនេះទៅសួរគាត់សិនមិនបានធ្វើផេនខេកប្រគេនលោកចុះព្រោះមានរសជាតិថ្មីខ្លះអត់ទាន់បានប្រគេនលោកប្រគេនកាលមុនធ្លាប់ប្រគេនម្ដងតែដែរតែពីររសជាតិទេរសជាតិសូកូឡានិងរសជាតិវ៉ានីឡាហើយលោកចេះឆាន់ដែរចេះលោកថាម៉េចបានប្រគេនទៀតលោកថាឆ្ងាញ់កាលមុនយកទៅប្រគេនម្ដងលោកថាឆ្ងាញ់មានកូនលោកដែរមែនមានលោកកូនសម័យមុនណាឮថាធ្វើចង្ហាន់ប្រគេនព្រះសង្ឃនឹកឃើញដល់ទៅសឡការីសឡចាប់ឆាយអីតែលោកយាយជីសម័យថ្មីអត់ទេណាបងប្អូនជៀនសើផេនខេកមានអីឲ្យលោកកូនគាត់បានសាករសជាតិថ្មីដែរណាមួយរបៀបធ្វើស្រួលបងប្អូនឃើញអញ្ចឹងប្រើខ្ទះពុំអញ្ចឹងក៏បានជៀនដូចជៀនពងទាអញ្ចឹងប្រើតែខ្ទះធម្មតាក៏ជៀនបានដែរដាក់ប្រេងឆាតិចទៅបងប្អូនជៀនដល់ទៅ4រសជាតិ4កញ្ចប់ហើយក៏រៀបដាក់ប្រអប់អញ្ចឹងហ្មងយកទៅគឺងាយស្រួលបងប្អូនខ្ញុំថាផេនខេកញ៉ាំតែអត់សូវឆ្ងាញ់ទេហាន់ចេកហាន់ផ្លែឈើមានតែបាយជូរមានអីដាក់ចូលផងញ៉ាំចូលគ្នាគឺឆ្ងាញ់ណាស់បងប្អូនអើយឥឡូវរៀបចំរួចរាល់ហើយនេះម៉ាក់ខ្ញុំរៀបចំចេញទៅវត្តហើយជូនបងប្អូនទាំងអស់គ្នាផងណាហើយអធិស្ឋានម៉ាក់ខ្ញុំជិះម៉ូតូបានពាក់មួកដោយសារតែវត្តនៅក្នុងភូមិជិះតែ2នាទីទេដល់ហើយបងប្អូនអញ្ចឹងបងប្អូនដែលចង់សាកម្សៅនៅផេនខេករបស់យើងអីអាចកំងបានណាបច្ចុប្បន្នគឺមាន4រសជាតិដែលបងប្អូនឃើញមិនអញ្ចឹងមកចាប់ទៅ15,000 រៀលទេយកញ៉ាំជាអាហារពេលព្រឹកក៏បានយកធ្វើប្រគេនលោកដូចម៉ាក់ខ្ញុំក៏បានដែរជូនបងប្អូនទាំងអស់គ្នាស្មើគ្នាអរគុណបងប្អូនសូមជម្រាបលារសជាតិអ្វីដែរបងចិត្តឆ្ងាញ់ដែរបងឆ្ងាញ់ហ៎10 លើ 10 អូអរគុណបងមកលើកទីប៉ុន្មានលើកទី1មែនបាទមកលើកទី1មកពីខាងណាដែរបងខាងស្ទឹងត្រែងអូមកពីស្ទឹងត្រែងបាទអរគុណច្រើនបងដែលបានមកគាំទ្រចាបងបានញ៉ាំហើយនៅសួរសិននៅអត់បានញ៉ាំទេចឹងចាប់ឲ្យហើយសិនអញ្ចឹងតែនេះសម្រាប់មកវគ្គក្រោយ10%អរគុណច្រើនបងចា